ពីវីដេអូមុនខ្ញុំបានធ្វើពីស្លតលម្ដងឲ្យបងប្អូនអរគ្នាហើយគឺរសជាតិឆ្ងាញ់ខ្លាំងមែនទែនតែម្ដងអញ្ចឹងហើយថ្ងៃនេះគឺថាទ្រាំបានទៅបងប្អូនអើយហើយណាមួយមេឃភ្លៀងទៀតបងប្អូននឹកឃើញតែស្លតលនឹងបងប្អូនអរគ្នាចាឥឡូវនេះខ្ញុំកំពុងតែចាំមេឃរាំងភ្លៀងសិនចាំយើងចេញដំណើរទៅអញ្ចឹងណាបងប្អូនអរគ្នាចានិយាយពីថាភ្លៀងអើយភ្លៀងបងប្អូនពីរថ្ងៃនេះគឺថាភ្លៀងជប់គ្នាបងប្អូននិយាយពីថាទឹកវិញថាអូយឡើងពេញផ្ទះតែម្ដងចាឥឡូវនេះយើងរាំងភ្លៀងហើយយើងក៏ចាប់ដើមនាំគ្នាចេញដំណើរទៅជីកតលបងប្អូនអរគ្នាទៅកាត់តលដើម្បីយកមកស្លពីថ្ងៃមុនខ្ញុំបានស្លប្រហើត្រីបងប្អូនអរគ្នាប៉ុន្តែថ្ងៃនេះខ្ញុំស្លជាមួយនឹងសាច់ជ្រូកម្ដងបងប្អូននិយាយទៅរសជាតិគឺថាប្លែកហើយឆ្ងាញ់ទៀតហើយផ្លូវដែលខ្ញុំទៅហ្នឹងគឺថាអត់មានស្រួលទេបងប្អូនដោយសារតែក្លៀកភ្លៀងរួចមិញហ្នឹងគឺថាទឹកពេញណាពេញណីហើយដីសុទ្ធតែផឹកសុទ្ធតែអីបងប្អូនអរគ្នាអញ្ចឹងហើយត្រង់នេះគឺថាខ្ញុំសុំចុះដើរបងប្អូនដោយសារទឹកវារៀងនេះដែរអញ្ចឹងណាច្រើនដែរហើយគ្រាន់តែមកដល់ភ្លាមនេះឃើញតលឡើងពេញតែព្រៃម្ដងបងប្អូនអរគ្នាដោយសារតែក្លៀកភ្លៀងប្រហែលមេហ្នឹងនិយាយពីថាដោះបងប្អូនអរគ្នាហើយនេះបើនិយាយពីថាពីរនេះវិញគឺថាល្អដល់កងបងប្អូនអរគ្នាពេលដែលយើងយកតលទៅស្លបងប្អូនយើងយកវាកំពុំអញ្ចឹងបានយើងស្លទៅអត់រមាស់តែបើយើងយកអារីកអីហ្នឹងគឺវាអាចនឹងរមាស់អញ្ចឹងណាបងប្អូនអរគ្នាដោយសារខ្ញុំធ្លាប់ឡរួចហើយប៉ុន្តែបើសិនជាកំពុំចេះវិញពេលដែលឡទៅគឺថាលងផ្អែមបងប្អូនតែបងប្អូនណាខ្លះដែលធ្លាប់បានហូបទេហើយបងប្អូនខ្លះអត់ទាន់បានហូបទេដោយសារគាត់អត់ដែលស្គាល់បងប្អូនអរគ្នានិយាយទៅបងប្អូនដែលធ្លាប់បានហូបគឺគាត់ដឹងហើយថារសជាតិតលវាមិនអញ្ចឹងណានិយាយទៅពេលដែលយើងស្លពេលអីហ្នឹងគឺថារសជាតិវាផ្អែមមែនទែនបងប្អូនអរគ្នានេះឡើងប៉ុណ្ណាណៃឥឡូវនេះខ្ញុំចាប់ផ្ដើមកាត់ស្លឹកកាត់អីវាចេញខ្ញុំបងប្អូនអរគ្នាដោយសារយើងយកវាទៅទៀតអញ្ចឹងគឺថាអត់កើតទេហើយអាហ្នឹងគឺថាវារមាស់មែនទែនបងប្អូនអរគ្នាអញ្ចឹងពេលដែលយើងកាត់គឺថាប្រយ័ត្នជួវាប្រឡាក់មុខប្រឡាក់អីនិយាយទៅគឺថារមាស់យកទៅមែនទែនហ្មងនេះខ្ញុំកាត់ដាក់សត្រូវដាក់ខ្លីៗអញ្ចឹងបងប្អូនដើម្បីកុំឲ្យវាប៉ះអញ្ចឹងទៅបើនិយាយថារីកវិញប៉ុនកជើងបងប្អូនអើយនិយាយទៅរីកអស់លីងតែម្ដងហើយតលហ្នឹងខ្ញុំទៅរកចិត្តជើងភ្នំបងប្អូនអរគ្នាបានវាសបោអញ្ចឹងណានិយាយទៅគឺសបោខ្លាំងមែនទែនតែម្ដងតាណាក៏តលដែរបងប្អូនអើយនៅស្រុកស្រែមានអីទេមានតែបន្លែអញ្ចឹងអែងបងប្អូនអើយដល់រដូវវស្សាអញ្ចឹងមកគឺថាសបោហូបឲ្យដូចបន្លែតលឬក៏ទៅធៀងអីហ្នឹងបងប្អូនអរគ្នានិយាយទៅវាដុះហើយគឺវាសបោយកហ្មងបងប្អូនអរគ្នាហើយយើងមិនសូវបានចុះលុយទៅរកទិញបន្លែទិញអីគេទេដោយសារមេឃភ្លៀងអញ្ចឹងទៅមានបន្លែនៅតាមផ្ទះមានតាមព្រៃតាមអីអញ្ចឹងទៅយើងដើររកកាប់រកអីមកស្លមកអីអញ្ចឹងណាបងប្អូនអរគ្នាចាហើយអានេះដែលខ្ញុំកាត់នឹងគឺថាខ្ចីល្អខ្លាំងមែនទែនទៅបកពីស្រោមបងប្អូនអរគ្នាឥឡូវនេះយើងមកដល់ផ្ទះវិញហើយខ្ញុំក៏មកទិញជាមួយនឹងសាច់ជ្រូកបងប្អូនអរគ្នាដោយសារថ្ងៃនេះអត់មានត្រីអាំងហើយខ្ជិលយកទៅអាំងខ្លួនឯងអញ្ចឹងក៏សម្រាប់ចិត្តថាទិញសាច់ជ្រូកហ្មងទៅហើយខ្ញុំរឿងស្លតលមួយគឺខ្ញុំចូលចិត្តហូបណាស់បងប្អូនអរគ្នាពីលើកមុនបងចောင်းណៃគាត់ជាអ្នកស្លអញ្ចឹងណាប៉ុន្តែថ្ងៃនេះគឺថាសុំមកស្លខ្លួនឯងម្ដងហើយបងប្អូនអរគ្នាហើយរសជាតិគឺថាបាច់និយាយបងប្អូនអរគ្នាចាឥឡូវនេះខ្ញុំចាប់ផ្ដើមចិត្តតលសិនបងប្អូនអរគ្នាហើយខ្ញុំអានេះថងបងប្អូនអរគ្នាចង់អីខ្លាចរមាស់ហ៎ដោយសារហ្នឹងបើថាយើងចិត្តដៃទៅអីអាចនឹងរមាស់ខ្លាំងណាចាឥឡូវនេះខ្ញុំហាន់ជាមួយនឹងសាច់ជ្រូកហើយសាច់ជ្រូកបើយើងមិនបាច់ចាំហាន់ណាខ្លាំងណាស់ទេបងប្អូនអរគ្នាហើយហាន់ហើយគឺខ្ញុំយកវាទៅលីងសិនបងប្អូនចាំខ្ញុំយកទៅស្លតាមក្រោយដោយសារវានិយាយតែបងប្អូនចង់លីងក្បានអត់ចង់លីងក្បានខ្ញុំចង់លីងឲ្យវារៀងឈ្ងុយចឹងទៅបងប្អូនអរគ្នាចាឥឡូវនេះយើងក៏ចាប់ផ្ដើមត្រាំអង្គត្រាំអីហ៎បងប្អូនអរគ្នាដោយសារស្លប្រហើបើយើងនឹងគឺថាត្រូវការអង្គខ្លាំងមែនទែនតែម្ដងអានេះខ្ញុំយកសាច់ជ្រូកមកលីងតិចទៅបងប្អូនអរគ្នាដើម្បីឲ្យវារៀងក្រៀមចាំយើងបង់ស្លរបស់យើងអីចឹងណាបងប្អូនអរគ្នានេះបងប្អូនហើយបន្តមកទៀតខ្ញុំក៏ធ្វើការចាក់ទឹកចាក់អីហើយវិធីស្លក៏មិនអីពិបាកដែរបងប្អូនគឺថាស្រួលខ្លាំងមែនទែនបងប្អូនមើលទៅវីដេអូនេះដល់ចប់គឺបងប្អូនដឹងហើយថាស្លរបៀបណាអីរបៀបណាហើយមិនចាំបាច់បន្លែប្លុកអីញ៉ៃទេបងប្អូនអរគ្នាចាហើយជីបើយើងមានតែជីលីងលាក់នឹងឯងដើម្បីឲ្យឈ្ងុយបងទៅឲ្យឈ្ងុយអញ្ចឹងណាបងប្អូនអរគ្នាចានិយាយទៅគឺថាស្រួលខ្លាំងមែនទែនតែម្ដងស្លតាវាមួយទៅប៉ុន្តែជាតិសាហាវឥឡូវនេះខ្ញុំចាប់ដើមមកកាត់លក្រីកាត់អីអញ្ចឹងណាហើយលក្រីអីនេះបាច់ចាំទិញគេអីទេដូចលីងលាក់អីហ្នឹងបងប្អូនអរគ្នានៅមកក្រោយផ្ទះហ្នឹងមកកោកយកទៅណាមកអស់ទេបងប្អូនទៅហូបហើយហូបអត់ទាន់ទៀតណាបើនិយាយថាស្លឹកគ្រៃនេះទៅផ្ដាំទេបងប្អូនតែល្អសាហាវតែម្ដងសាយយើងដាក់ជីអាចគោបងប្អូនចាឥឡូវនេះខ្ញុំយកទឹកគ្រៃមកបងស្លហើយបន្តមកទៀតខ្ញុំធ្វើការបុកម្សៅបងប្អូនអរគ្នាហើយម្សៅហ្នឹងយើងបុកហាន់ជាមួយនឹងគល់លក្រីដាក់ជាមួយនឹងខ្ទឹមថែមទៀតទៅបងប្អូនដើម្បីឲ្យម្សៅយើងរត់ទៅឈ្ងុយពេលបងស្លទៅគឺធ្វើឲ្យស្លរបស់យើងឈ្ងុយឈ្ងប់អញ្ចឹងណាបងប្អូនខ្ញុំក៏ចាប់ផ្ដើមដាក់ជាមួយនឹងស្លឹកគ្រៃបើយើងចូលបងប្អូនអរគ្នាគឺគល់លក្រីដែលយើងហាន់មិញហ្នឹងហើយយើងដាក់ខ្ទឹមជាមួយនឹងនិយាយទៅដាក់ខ្ទឹម2 3 កំពឹសទៅបងប្អូនអរគ្នាដើម្បីឲ្យស្លរបស់យើងកាន់តែឈ្ងុយពេលដែលស្លតលហ្នឹងបងប្អូនអរគ្នាយើងធ្វើយ៉ាងណាដាំទឹកនឹងឲ្យពុះខ្លាំងនិយាយទៅពុះយកតែមែនទែនហ្មងចាំយើងដាក់តលចូលហើយដាក់តលចូលយើងមិនទាន់ដាក់អីទេបងប្អូនយើងគ្រាន់តែគ្របវាទុកឲ្យវារៀងរលួយរៀងឆ្អិនហើយចាំយើងបង់ម្សៅចូលបងប្អូនអរគ្នានិយាយទៅវិធីរបស់ខ្ញុំគឺធ្វើអញ្ចឹងឯងកុំឲ្យតលរមាស់តែបើយើងយកតលមកស្ងោតែម្ដងគឺអត់កើតបងប្អូនតលទឹករបស់យើងពុះខ្លាំងបានយើងអាចបង់តលនឹងចូលបានបងប្អូនអរគ្នាដោយសារខែនេះវាមិនសូវ
ទាន់រមួអីទេបងប្អូនអើយតែបើយកអារីក្រីគឺវាអាចនឹងរមួចឹងទៅចាឥឡូវនេះខ្ញុំចាប់ដើមដាក់ម្សៅដាក់សាច់ជ្រូករបស់យើងចូលហើយស្លប្រហើរគឺខ្វាតបានបងប្អូនជាមួយនឹងរ៉ូឌីខ្ញុំដាក់រ៉ូឌីចំនួន2កញ្ចប់បងប្អូនដើម្បីបន្ថែមរសជាតិឲ្យកាន់តែឈ្ងុយឆ្ងាញ់ចឹងទៅតមកទៀតខ្ញុំក៏ធ្វើការដាក់គ្រឿងក្រិចបងប្អូនមានស្ករមានប៊ីចេងដាក់ទឹកត្រីដាក់អីចឹងទៅយើងទៅខ្វះអីយើងដាក់ហ្នឹងបងប្អូនគ្នាហើយស្ករយើងមិនបាច់ប្រើច្រើនពេកទេបងប្អូនដោយសារតែទល់នឹងវាមានជាតិផ្អែមស្រាប់ហើយអញ្ចឹងយើងដាក់ស្ករតែមួយល្មមទៅគឺថារសជាតិឆ្ងាញ់បងប្អូនចាជាចុងក្រោយយើងអត់មានអីទេគឺជាមួយនឹងជីលីងលាក់របស់យើងនឹងឯងយើងដាក់វាមកបងប្អូនហើយកូរវឹកមកនិយាយពីថាស្លរបស់យើងនឹងគឺថាតំណងខ្លាំងមែនទែនហើយត្រូវនឹងមេឃតិចទៀតបានហត់ស្លក្តៅនិយាយពីថាជាតិកប់សេរីតែម្ដងណាបងប្អូនអរគ្នាចាទៅស្លទល់នឹងខ្ញុំចូលចិត្តហូបក្តៅមែនទែនបងប្អូនអរគ្នាដោយសារតែក្តៅពេលហត់ទៅគឺវាឆ្ងាញ់អញ្ចឹងណាបងប្អូនដោយសារមេឃតិចយើងហត់ក្តៅទៅវាត្រូវគ្នាហ្មងតែបើថាតិចខ្ញុំអត់សូវចូលចិត្តហូបអីម៉ានទេបងប្អូនអរគ្នាចាហើយនេះក្តៅហត់ទាំងក្តៅបងប្អូនអរគ្នាអូនិយាយពីថាឃ្លានបាយផងអីផងនិយាយទៅស្លម្ចាស់ហ្នឹងគឺថាស្តៀងបបរដែរបងប្អូនអរគ្នាពេលហូបទៅគឺថាមានកន្លងព្រឹសតែម្ដងចាហើយបន្ទាប់ពីថាញ៉ាំបាយញ៉ាំអីហើយគឺខ្ញុំមិនដែរផ្លេចទេជាមួយនឹងស្លេជូនមុខអេសាឲ្យទៅដល់ផ្លេចដែរគឺអត់ដែរផ្លេចវាបងប្អូនអរគ្នាដោយសារតែវាមានទស្សនវិជ្ជាសម្បត្តិមុខយើងបានល្អខ្លាំងមែនទេទូលីដែរនៅលើមុខយើងបងប្អូនពេលជូតមកគឺថាជ្រះមកអស់ហ្មងពេលជូតទៅបងប្អូនអរគ្នាគឺថាជួយផ្ដល់សំណើមដល់មុខឲ្យយើងធ្វើឲ្យមុខយើងភ្លឺរលោងជួយបន្រំរញើសជំរុះកសេកាចាស់ហើយសម្រាប់សងដាប់របស់វាគឺថាមកពីប្រទេសជប៉ុន 100% ហ្មងខានវាជួយកាត់បន្ថយមុនកប់មុនខ្ទុះមុនធំមុនត្បុកមុខស្នាមជុំអាចរុយទៅស្អីក្រហមឬក៏បងប្អូនទទួលលំមុននៅលើស្បែកមុខបងប្អូនអរគ្នានិយាយទៅបងប្អូនអាចយកស្លេកអេសានឹងទៅប្រើប្រាស់បានមនុស្សខ្ញុំនេះគេថាចូលចិត្តដល់ព្រៃដល់អីខ្លាំងមែនទែនមុខរបស់ខ្ញុំគូតែងកន្លងរលបងប្អូនអរគ្នាហើយអញ្ចឹងហើយបានមកដល់ទីវិញខ្ញុំតែងតែប្រើប្រាស់ជាមួយនឹងស្លេកជុំកែសាសំខាន់ឥឡូវនៅកំពុងតែបញ្ចុះតម្លៃនៅសល់ត្រឹមតែ$15បងប្អូនអរគ្នា